ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti នៅវីដេអូទី4ចូលមកដល់ clip វីដេអូទី4នេះដល់ថ្ងៃបង់ភ្លើងល្មមអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបបង់ថ្លៃភ្លើងតាមរយៈធនាគារបាទ ABA Bank ពេលដែលបងប្អូនបានទទួលវិក្កយបត្របែបនេះមួយស្លឹកមាន2ជម្រើសបងប្អូនធ្វើការជ្រើសរើសដើម្បីបាទទូទាត់ឬក៏បង់ថ្លៃភ្លើងណាបងប្អូនអាចទៅដល់បាទសាខាបាទអគ្គិសនីផ្ទាល់ក៏បានឬមួយបងប្អូនមាន app ធនាគារមិនថាបាទ ABA ឬក៏ធនាគារផ្សេងទេក៏បងប្អូនអាចធ្វើការបាទទូទាត់តាមរយៈធនាគារបានដែរឥឡូវសូមធ្វើការបែរកាមេរ៉ាដើម្បីធ្វើការបង្ហាញបងប្អូនតែម្ដងបាទពេលដែលបងប្អូនបានទទួលវិក្កយបត្របែបនេះមួយស្លឹកជាហ៊ានបងប្អូនត្រូវតែពិនិត្យមើលបាទទឹកប្រាក់តើទឹកប្រាក់ហ្នឹងបាទស្តៀងទៅនឹងខែមុនអត់ហើយចំពោះខ្ញុំនេះបាទលើសខែមុន3000ប៉ុណ្ណឹងគឺអត់អីទេណាបាទហើយទី2បងប្អូនត្រូវតែពិនិត្យមើលបាទថ្ងៃបាទខែឆ្នាំផុតកំណត់បាទអញ្ចឹងបងប្អូនធ្វើម៉េចបាទឲ្យបានមុន2ថ្ងៃជាក់ស្ដែងដូចថ្ងៃហ្នឹងថ្ងៃទី20ហើយផុតកំណត់នេះថ្ងៃទី22គឺអត់អីទេណាបាទបានមុន2ថ្ងៃហើយបាទហើយបាទជាហេតុបន្តបងប្អូនត្រូវពិនិត្យមើលនេះបាទលេខបន្ទប់បាទអញ្ចឹងបន្ទប់របស់ខ្ញុំបាទលេខ110អូខេណាបាទអញ្ចឹងខ្ញុំចាប់យកបាទទូរស័ព្ទដៃមកបាទរួចហើយចូលមកក្នុងបាទធនាគារបាទ ABA Bank មកណាបាទចុចមកបាទរួចហើយបងប្អូនរកមើលពាក្យថាបាទទូទាត់នេះចុចទៅលើពាក្យថាទូទាត់ដើម្បីចូលបន្ទាប់ពីបងប្អូនចូលមកក្នុងពាក្យថាទូទាត់តម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់នៅក្នុងបាទ app ធនាគារ ABA បើសិនបងប្អូនបើកមុខងារ Scan យកដៃបងប្អូនធ្វើការ Scan យកដៃពឹបមកបាទពេលបងប្អូន Scan យកដៃហើយបងប្អូននឹងឃើញនៅខាងក្រោមនេះបាទឃើញដូចជាដូចបាទដោតភ្លើងអញ្ចឹងណាបាទនិមិត្តសញ្ញាបាទទឹកហើយនៅខាងក្រោមគេដាក់ថាបាទទឹកនិងសម្រាមរួចចាំបងប្អូនចុចបន្តចូលមកបាទរួចហើយបងប្អូនយកពាក្យថាបាទអគ្គិសនីកម្ពុជាចុចចូលមកបាទមកដល់នេះបើសិនជាបងប្អូនអត់មានបាទលុយរៀលទេបងប្អូនមានតែប្រាក់ដុល្លារបងប្អូន select យកបាទកន្លែងនេះគេដាក់ថាជ្រើសរើសគណនីរបស់អ្នកបាទអញ្ចឹងបងប្អូនចុចបន្ទាប់មកប៉ុន្តែដោយសារតែខ្ញុំមានបាទលុយខ្មែរហើយអញ្ចឹងខ្ញុំតិចយកលុយខ្មែរតែម្ដងមកបាទគណនីខ្មែរហ្នឹងបាទមកដល់ទាំងនេះបងប្អូនធ្វើការបញ្ចូលលេខកូដបាទ8ខ្ទង់បាទនៅក្នុងជាស្រ័យបងប្អូនបាទនៅក្នុងបាទកាយបត្រអគ្គិសនីហ្នឹងណាបាទនេះលេខកូដ8ខ្ទង់ហ្នឹងអញ្ចឹងបើសិនជាបងប្អូនអត់ចង់ធ្វើការវាយទេបងប្អូនអាចធ្វើការបាច់ scan បានបាទបងប្អូនចុចកន្លែងនេះបងប្អូនឃើញកន្លែង scan ហ្នឹងបាទចុចបន្តចូលមកកន្លែង scan ហ្នឹងណាបាទរួចហើយបងប្អូនដាក់ឲ្យចំនេះអាកន្លែងបាទចុងផុតខាងស្ដាំដៃហ្នឹងបងប្អូននឹងឃើញបាទលេខកូដ8ខ្ទង់ហើយខាងក្រោមនេះបងប្អូននឹងឃើញបាទ QR code វែងអញ្ចឹងបងប្អូនធ្វើការ scan ពីលើហ្នឹងទៅនេះបងប្អូនចាប់យកបានហើយនេះលេខកូដបងប្អូនឃើញដូចគ្នាអត់បាទ79 74 46 10គុណបាទ74 79 74 46 10គុណអូខេណាបាទរួចហើយបងប្អូនណាបាទខាងបាទទឹកលុយហ្នឹងបងប្អូននឹងឃើញមកពេញឲ្យស្រាប់ហើយបងប្អូនផ្ទៀងផ្ទាត់មើលឈ្មោះផងបាទសុខហួតត្រឹមត្រូវអត់នេះបាទនៅខាងក្រោមហ្នឹងណាយ៉ាងឃើញថាត្រឹមត្រូវហើយរួចហើយបងប្អូនចុចពាក្យថាបាទបង់ឥឡូវនៅខាងក្រោមនេះបាទអក្សរពណ៌សដែលហ៊ុំព័ទ្ធឲ្យពណ៌ក្រហមធំហ្នឹងបាទចុចពាក្យថាបង់ឥឡូវហ្នឹងមកបាទជាស្រ័យបើថាទៅយូរពេកបងប្អូននេះចុចពាក្យថាបង់ឥឡូវហ្នឹងមកបាទមកដល់ចំណុចនេះបងប្អូនផ្ទៀងផ្ទាត់មើលបាទម្ដងទៀតបាទតើទឹកប្រាក់ត្រឹមត្រូវអត់បាទអញ្ចឹងឃើញថាត្រឹមត្រូវនេះបាទ57300បាទរួចហើយចុចពាក្យថាបញ្ជាក់ដើម្បីបាទបង់ទៅណាបាទមកដល់ចំណុចនេះបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់នៅក្នុងបាទគណនីបាទ ABA របស់បងប្អូនមកបាទការបញ្ចូលបន្តិចនេះបងប្អូនខ្ញុំបានធ្វើការបញ្ចូលហើយបាទលើទឹកប្រាក់បានហោះស្ទុយទៅបងប្អូននេះបាទអញ្ចឹងបាទខ្ញុំធ្វើការថតលើ screen ទុកមួយហើយបើសិនបងប្អូនច្រឡំដៃបាទចុចទៅក៏បងប្អូនអាចចូលមកឆែកមើលបានដែរណាបងប្អូនគ្រាន់តែបាទចូលមកក្នុងគណនីមកបាទចូលមកក្នុងគណនីបាទរួចហើយបងប្អូនឃើញបាទគណនីហ្នឹងបងប្អូនបាទគណនីខ្មែរដែលបងប្អូនបានធ្វើការទូទាត់ទៅឲ្យហ្នឹងដូចបងប្អូនធ្វើការចុចបន្ទាប់មកបាទរួចហើយបងប្អូនកលេចខាងខាងលើនេះបាទអញ្ចឹងចុចចូលមកបងប្អូននឹងឃើញបាទទូទាត់ទៅណាបាទ
ការអគ្គិសនីកម្ពុជាហ្នឹងបងប្អូនធ្វើការថតមកបាក់ទៀតមកនោះនឹងបង្ហាញមកបាទនេះបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុនឃ្លីបពីបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទានមិនបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតក្នុងចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរកាយជំរាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ